ជម្រាបសួរនិងសួស្តីអ្នកគ្នាចឹងស្វាគមន៍នឹងទៀតមកកាន់វីដេអូរៀនទិញទំនិញពីប្រទេសថៃនៅក្នុងកម្មវិធី Lazada ចឹងចំណុចសំខាន់នៃវីដេអូថ្ងៃហ្នឹងគឺខ្ញុំបង្ហាញអ្នកគ្នាពីរបៀបយើងទិញទំនិញច្រើនមុខនៅក្នុងហាងតែមួយចឹងពីភាសាយើង add ទំនិញចូលក្នុងកន្ត្រកចឹងខ្ញុំបែងចែកជា2គឺទី1ទិញទំនិញហ្នឹងដដែលមួយ model ហ្នឹងប៉ុន្តែខុសពណ៌ខុស size ចឹងរបៀបយើង add ច្រើនពណ៌ច្រើន size ទី2គឺយើង add ទំនិញស្តៀងហ្នឹង model ហ្នឹងនៅក្នុងហាងតែមួយគ្នាចឹងឥឡូវយើងបើក app Lazada មកហើយយើងអាចស្វែងរកទំនិញដែលយើងចង់ទិញអូខេខ្ញុំនឹងឧទាហរណ៍ឲ្យអ្នកគ្នាមើលអូខេឥឡូវខ្ញុំឃើញអាវនេះទៅនឹងអញ្ចឹងយើងអាចចុចមើលអាវមកយើងមកមើលកន្លែងជម្រើសខាងក្រោមនេះអូខេអញ្ចឹងកៅអៅនេះវាមានច្រើនពណ៌ច្រើន size ច្រើនទំហំអញ្ចឹងខ្ញុំចង់ទិញកៅអៅហ្នឹងនៅក្នុងអាវ model ហ្នឹងពី2ពណ៌អូខេដំបូងខ្ញុំរើសពណ៌ជាមុនសិនខ្ញុំយកពណ៌ខ្មៅហើយខ្ញុំយក size នេះទៅអូខេអញ្ចឹងយើងឃើញប៊ូតុងនៅខាងក្រោមអញ្ចឹង add to cart អញ្ចឹងបានថាកន្លែងហ្នឹងយើង add ចូលទៅកន្ត្រកសិនយើងអត់ទាន់សម្រេចចិត្តទិញគ្នាទៀមទេអញ្ចឹងអូខេឥឡូវយើងទៅមើលកន្លែងកន្ត្រកសិនថាវាចូលនៅអូខេឃើញទេវាចូលមកហើយពណ៌ខ្មៅហ្នឹងយើងអាចចូលទៅហាងហ្នឹងដដែលហើយយើងរើសយកពណ៌ផ្សេងអញ្ចឹងគឺយើងថាយើងយកពណ៌នេះចុះហើយអូខេបន្ទាប់ពីខ្ញុំរើសហើយយើង add to cart ក៏ដែរយើងចូលទៅកន្លែងកន្ត្រកក៏ដែរអូខេបន្ទាប់មកទៀតយើងទៅមើលអូខេតាមមកម៉ូដហ្នឹងទេតាមមកតំណែងហ្នឹងទេប៉ុន្តែពីរពណ៌ឬក៏ខុសសាយតាមហ្នឹងទៅហើយតែនៅហាងតែមួយចឹងអានេះគឺជាវិធីសាស្ត្រមួយដែលយើង add តំណែងហ្នឹងដូចគ្នាប៉ុន្តែគ្រាន់តែខុសពណ៌ខុសសាយទេចឹងយើងអាចចូលទៅធ្វើឥឡូវថាយើងចង់បានមួយពណ៌ទៀតយើងអាចចូលទៅបែបហ្នឹងទៅឬក៏យើងចង់យកសាយផ្សេងក៏បានដែរចឹងយើងអាចរើសមើលបានបើអាពណ៌អសនេះវារៀងគេប្រហែលជាអស់ហើយចឹងយើងយកពណ៌ខ្មៅតែយើងយកពណ៌ផ្សេងយើងយកសាយផ្សេងទៅយកសាយមួយនេះទៅយើងអាចចឹងយើងបាន add តំណែងមិញរួចហើយ add to cart ហើយយើងឃើញតំណែងយើងបាន3ឯសារវាខុសពណ៌ខុសសាយចឹងតែតំណែងនេះអាវតែមួយទេគ្រាន់តែវាខុសពណ៌ខុសសាយនេះគឺជាវិធីសាស្ត្រមួយដែលយើង add តំណែងដដែលហ្នឹងប៉ុន្តែខុសពណ៌ខុសសាយច្រើនមុខនៅក្នុងហាងតែមួយនៅគ្នាអញ្ចឹងអូខេឧទាហរណ៍ផ្សេងទៀតអញ្ចឹងឧទាហរណ៍ថាយើងអាចអុសមើលតំណែងផ្សេងៗអូខេតើតើមួយ microphone នេះចឹងឥឡូវខ្ញុំគិតថាអូខេវាមានច្រើនម៉ូដច្រើន model ឥឡូវយើងចូលទៅរើស model មួយសិនយើងស្រឡាញ់មួយណាអូខេមួយនេះអញ្ចឹងយើងយក add to cart មួយសិនអូខេបន្ទាប់ពី add to cart ហើយឧទាហរណ៍ថាខ្ញុំអត់ចង់ទិញតំណែងតែមួយទេខ្ញុំចង់ទិញតំណែងផ្សេងទៀតដែលកុំឲ្យអស់ថ្លៃដឹកក៏យើងចង់ចំណេញថ្លៃដឹកអញ្ចឹងយើងអាចអុសមើលខាងក្រោមនេះអូខេអញ្ចឹងអូខេបើយើងគិតថាអូខេយើងចង់មើលតំណែងច្រើនមុខទៀតយើងចូលទៅក្នុងហាងហ្នឹងអញ្ចឹងបើយើងចង់មើលតំណែងច្រើនទៀតយើងអាចចុចលើហាងហ្នឹងឬក៏ចុចខាងក្រោមខាងឆ្វេងដៃគេបំផុតក៏បានដែរអញ្ចឹងយើងចូលមកផ្ទាំងរបស់ហាងហ្នឹងហ្មងគឺវាប៊ូតុងនៅខាងលើទេខាង search អញ្ចឹងឧទាហរណ៍គេលក់មួយ microphone អញ្ចឹងយើងអាចចង់ទិញអីគេជាប្រភេទភ្លើងជាប្រភេទអីយើងអាច search ដាក់ like ទៅអញ្ចឹងអូខេឥឡូវយើងអាចអុសមើលទៀតអញ្ចឹងអូខេយើងចង់ទិញតំណែងនៅហាងហ្នឹងដដែលប៉ុន្តែជាប្រភេទតំណែងផ្សេងគេមាន model ច្រើនអញ្ចឹងក្រៅពីគេលក់ microphone គេមានលក់អីផ្សេងច្រើនទៀតតាក់ទងមួយ accessory ផ្សេងទៀតដែលស្តៀងហ្នឹងណាអុសមើលបានគេវាមានប្រភេទ microphone ទៀតមានប្រភេទជើងអញ្ចឹងយើងអាចអុសមើលបានចឹងអូខេតាក់ទងមួយខ្សែមួយនេះចឹងអូខេយើងចុច select មកយើងចង់រើសមួយណាមិញយើងបានទិញ microphone មួយហើយយើងចង់ទិញខ្សែដើម្បីតភ្ជាប់ connector មកទៅចឹងយើងចង់ទិញខ្សែ adapter ឲ្យមួយអូខេយើងចុចទៅអូខេយើងសម្រេចចិត្តថាទិញមួយហើយយើង add to cart ចឹងអូខេយើងទៅមើល cart កន្ត្រកយើងអូខេឃើញទេតំណែងហាងនឹងដដែលទេយើងទិញតំណែងច្រើនមុខយើងចង់ទិញប៉ុន្មានមុខបានតែនៅក្នុងហាងនឹងដូចគ្នាអញ្ចឹងអូខេអញ្ចឹងឃើញតំណែងវាប្រភេទផ្សេងគ្នាជាប្រភេទខ្សែadapter មួយហើយជាប្រភេទ microphone ទៀតអញ្ចឹងអានេះជាវិធីសាស្ត្រមួយដែលយើង add តំណែងច្រើនមុខតែនៅក្នុងហាងតែមួយនេះចូលរបៀបហ្នឹងអញ្ចឹងមិញគឺតាក់ទងមួយការ add តំណែងចូលទៅក្នុងកន្ត្រកប៉ុន្តែតាក់ទងជាមួយនឹងតំណែងតែមួយដដែលតែការខុសពណ៌ខុសទំហំអានេះតំណែងស្មើគ្នាតែនៅក្នុងហាងតែមួយអញ្ចឹងអានេះគឺជាវិធីសាស្ត្រមួយដែលយើង add តំណែងណាadd តំណែងច្រើនមុខចូលមកក្នុងកន្ត្រកហើយយើងចុច place order ចុចទិញហ្មងទៅមិញគឺទិញតំណែងតែមួយតែខុសពណ៌ខុសទំហំអញ្ចឹងអូខេអញ្ចឹងខ្ញុំគិតថាវីដេអូហ្នឹងជាសម្រាប់អ្នកដែលដំបូងគាត់អត់ទាន់ចេះទិញតំណែងដូចខ្ញុំអញ្ចឹងពេលដំបូងខ្ញុំអត់ទាន់ដឹងថាវិធីសាស្ត្រយើង add ទិញតំណែងខុសពណ៌ខុស size ហ្នឹងមិនទេអញ្ចឹងអានេះគឺជាវីដេអូសម្រាប់អ្នកដែលរៀនទិញតំណែងដំបូងហើយចង់ដឹងអូខេយើងចង់ទិញតំណែងតែមួយតែខុសពណ៌ខុស size ខុសទំហំមិនអាចចូលទៅ add តាមនឹងបានឬក៏ទិញតំណែងតែមួយនឹងគ្នាតែចង់ទិញតំណែងផ្សេងទៀតផ្គួបផ្សំគ្នាទៅកុំឲ្យខាតថ្លៃដឹកក៏អាចប្រើវិធីសាស្ត្រហ្នឹងដែរសំខាន់យើងទិញពីហាងតែមួយគឺថ្លៃដឹកនៅតែប៉ុណ្្នឹងទេតែបើយើងទិញតំណែងតែមួយហ្នឹងឬក៏យើងតែបើសិនយើងទិញតំណែងកាន់តែធំបានន័យថាថ្លៃដឹកវាកាន់តែអស់លុយកាន់តែច្រើនចុះអូខេដូចយើងបើសិនជាយើងសម្រេចចិត្តថាទិញយើងអាចចុច check out place order ទៅបង់ប្រាក់ទៅអាហ្នឹងយើងនឹងទទួលបានអីវ៉ាន់ហើយ
ចឹងនៅក្នុងវីដេអូនឹងមានតែប៉ុណ្ណឹងខ្ញុំបង្ហាញអ្នកគ្នាពីរបៀបដែលយើង add ទំនិញជាច្រើនចូលទៅក្នុងកន្ត្រកឬក៏យើងចង់ add ទំនិញតាមជាប្រភេទបែបពណ៌សាយទំហំអីយើងអាច add តាមហ្នឹងទៅរើសពណ៌រើសសាយរើសទំហំតែកុំភ្លេចត្រួតពិនិត្យមើលសាយមើលទំហំឲ្យបានត្រឹមត្រូវផងចឹងអូខេអរគុណអ្នកគ្នាសម្រាប់ការតាមដានទស្សនាចឹងបើសិនគ្នាមានចម្ងល់អីបន្ថែមអាច comment បានខ្ញុំនឹងធ្វើវីដេអូបញ្ជាក់បន្ថែមព្រោះមានគ្នាយើងមួយចំនួនដែរដែលជាអ្នកដែលថ្មីហើយខ្ញុំក៏ធ្លាប់មានបញ្ហាហ្នឹងដែរគឺអត់ដឹងពីរបៀបយើង add ទំនិញជាច្រើនហ្នឹងចូលមកក្នុងកន្ត្រកតែមួយទេចឹងអូខេកុំភ្លេច comment ផងបើសិនជាមានសំណួរអីបន្ថែមអរគុណអ្នកគ្នាសម្រាប់ការតាមដានទស្សនាចឹងជួបគ្នានៅវីដេអូផ្សេងទៀតដែលយើងរៀនទិញទំនិញពីប្រទេសថៃក្នុងកម្មវិធី Lazada